សូមគោរពនឹងជម្រាបសួរលោកស្រីនៅនាងកញ្ញាជាទីគោរពនឹងជាទីមេត្រីស្វាគមន៍មកកាន់កម្មវិធីព័ត៌មានសុខភាពរបស់ VTV ដោយសារម្ដងយើងខ្ញុំតែងតែផ្ដល់ជូនលោកនាងនៅព័ត៌មានសំខាន់ក៏ដូចជាប្រធានបទថ្មីពាក់ព័ន្ធទៅនឹងបញ្ហាសុខភាពហើយយើងខ្ញុំក៏តែងតែទទួលបានការអញ្ជើញចូលរួមពីសំណាក់វិជ្ជបណ្ឌិតជំនាញទៅលើឯកទេសនីមួយៗនៅក្នុងការបកស្រាយនៅប្រធានបទនីមួយៗផងដែរនៅថ្ងៃនេះយើងក៏សូមលើកយកអំពីប្រធានបទមួយទៀតទាក់ទងទៅនឹងវិធានការការពារកាត់ជើងដោយសារតែបញ្ហាជំងឺទឹកនោមផ្អែមដោយបានការអញ្ជើញចូលរួមជាវិក្កាមពីសំណាក់លោកវិជ្ជបណ្ឌិតប៊ុនបងឯកទេសជំងឺទឹកនោមផ្អែមក្រពេញអបម៉ូននៃមន្ទីរពេទ្យកាឡាម៉ែតចង់ដឹងថាតើមានចំណុចសំខាន់អីខ្លះដែលជាវិធានការសម្រាប់អ្នកជំងឺទឹកនោមផ្អែមនៅក្នុងការអនុវត្តដើម្បីបញ្ជាបានពីការកាត់ជើងដោយសារតែបញ្ហាជំងឺរ៉ាំរ៉ៃមួយនេះសូមអនុញ្ញាតជួបជាមួយនឹងលោកវិជ្ជបណ្ឌិតដូចតទៅចាជម្រាបសួរលោកវិជ្ជបណ្ឌិតបាទសូមជម្រាបសួរអ្នកចាសូមអរគុណលោកវិជ្ជបណ្ឌិតសម្រាប់ការអញ្ជើញចូលរួមនៅក្នុងថ្ងៃនេះហើយចូលរួមចែករំលែកបើស្ដាប់ប្រធានបទទៅលោកវិជ្ជបណ្ឌិតបានលើកឡើងឲ្យថារៀងកាចបន្តិចចារៀងកាចបន្តិចប៉ុន្តែវាជាចំណេះដឹងមួយល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែមផ្ទាល់តែម្ដងលោកវិជ្ជបណ្ឌិតមានជាប្រសាសន៍អ្វីដំបូងទៅកាន់ទស្សនិកជនចាបាទជាបឋមសូមគោរពដល់ទស្សនិកជនទាំងអស់ក៏ដូចជាអរគុណទៅដល់ស្ថានីយទូរទស្សន៍ BTV ដែលបានអញ្ជើញលោកខ្ញុំបាទឲ្យមកបកស្រាយទៅលើប្រធានបទដែលខ្ញុំគិតថាមានសារៈសំខាន់ហើយក៏ជាប្រធានបទមួយដែលយើងឧស្សាហ៍ជួបនៅក្នុងការអនុវត្តជាប្រចាំទាំងនៅក្នុងស្រុកទាំងនៅក្រៅស្រុកឲ្យតែអ្នកជំងឺដែលគាត់មានជំងឺទឹកនោមផ្អែមភាគច្រើនគឺគាត់តែងតែមានការលើកឡើងពីប្រធានបទនេះឯងគឺការជើងតាក់ទងជាមួយនឹងដំបៅជើងដោយសារជំងឺទឹកនោមផ្អែមចាជាការពិតពីកម្មវិធីព័ត៌មានសុខភាពរបស់ BTV ក៏តែងតែលើកឡើងច្រើនដែរពីបញ្ហាជំងឺទឹកនោមផ្អែមបញ្ហាដំបៅជើងនេះគឺជាផលវិបាកមួយពីបញ្ហាជំងឺទឹកនោមផ្អែមដែលមានសភាពរ៉ាំរ៉ៃរយៈពេលយូរមែនទេចាហើយវាផ្ដើមចេញពីការគ្រប់គ្រងជាតិស្ករនៅក្នុងឈាមមិនបានល្អត្រឹមត្រូវចាប៉ុន្តែយ៉ាងណាក៏ដោយជាដំបូងនេះសូមឲ្យលោកវិជ្ជបណ្ឌិតជម្រាបជូនអំពីអត្ថប្រយោជន៍នៃដំបៅជើងនៅក្នុងសង្គមពេលបច្ចុប្បន្នបន្តិចថាតើលោកវិជ្ជបណ្ឌិតយល់ឃើញយ៉ាងម៉េចដែរចាបាទជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ទាំងការអនុវត្តនៅប្រទេសបារាំងក៏ដូចជានៅកម្ពុជាផលវិបាកមួយនេះគឺជាផលវិបាកដែលយើងឧស្សាហ៍ជួបហើយវាមានការប៉ះពាល់ទៅដល់សង្គមខ្លាំងមែនទែនចាហេតុអ្វីពីព្រោះបើសិនជាយើងងាកទៅលើឯកសាររបស់បារាំងដែលគេបានកត់ត្រាគេថារាល់ពេលមួយឆ្នាំទៅ2ឆ្នាំគឺការចំណាយលុយទៅលើការព្យាបាលក៏ដូចជាការបង្ការកុំឲ្យមានដំបៅជើងដោយសារជំងឺទឹកនោមផ្អែមហ្នឹងគឺមានការចំណាយច្រើនមែនទែនរហូតដល់$90សឹងតែឯកសារខ្លះគេថាមួយឆ្នាំអាចចំណាយរហូតដល់$2ទៅ$3អញ្ចឹងចំណាយច្រើនមែនទែនអាហ្នឹងយើងគ្រាន់តែនិយាយអំពីសង្គមដែលដូចថាយើងត្រូវចំណាយដើម្បីព្យាបាលទេចុះសម្រាប់គ្រួសារវិញឧទាហរណ៍ថាឪពុកឬមួយក៏ម្ដាយដែលគាត់ជាសសរទ្រូងជាប្រភពនៃចំណូលខ្ពស់សម្រាប់គ្រួសារជួនកាលនៅពេលដែលគាត់មានផលវិបាកនេះធ្វើឲ្យគាត់មានការលំបាកក្នុងការបន្តការងារបន្តរកចំណូលដើម្បីគ្រួសារហើយពេលនោះហើយដែលជាឧបសគ្គខ្លាំងមែនទែនដែលធ្វើឲ្យមានការលំបាកខ្លាំងដូច្នេះខ្ញុំគិតថាប្រធានបទនេះគឺជាអ្វីមួយដែលបងប្អូនដែលគាត់មានជំងឺទឹកនោមផ្អែមទោះបីជាមិនមានជំងឺទឹកនោមផ្អែមក៏គួរតែមានការយល់ដឹងឲ្យបានច្បាស់ដែរចាជាការពិតដោយលោកវិជ្ជបណ្ឌិតបានលើកឡើងអញ្ចឹងថាសុខុមាលភាពរបស់ប្រជាជនគឺពិតជាសំខាន់ដូច្នេះហើយទៅរាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី7នេះបានយកចិត្តទុកដាក់ខ្លាំងនៅក្នុងការរក្សាបាននូវសុខុមាលភាពរបស់ប្រជាជនតាមរយៈការផ្ដល់នូវសេវាព្យាបាលជាពិសេសគឺបានចេញនៅប័ណ្ណបសសដែលផ្ដល់ការព្យាបាលនិងពិនិត្យជំងឺដែលឥតគិតថ្លៃផងដែរឥឡូវនេះយើងត្រឡប់មកមើលអំពីបញ្ហាដំបៅជើងដោយសារតែលោកវិជ្ជបណ្ឌិតបានលើកឡើងមិនត្រឹមតែរបាយការណ៍នៅក្នុងប្រទេសរបស់យើងទេនៅទូទាំងពិភពលោកអញ្ចឹងមានន័យថាជំងឺទឹកនោមផ្អែមហើយបង្កជាបញ្ហាដំបៅជើងមិនមែនមានតែនៅក្នុងប្រទេសរបស់យើងនោះទេគឺនៅក្នុងប្រទេសកម្ពុជាទេនៅទូទាំងពិភពលោកដែលជាក្តីបារម្ភមួយដែរអញ្ចឹងនៅក្នុងក្តីបារម្ភមួយនេះតាមបទពិសោធន៍របស់លោកវិជ្ជបណ្ឌិតផ្ទាល់អ្វីទៅជាការយល់ខុសនៅក្នុងការរក្សាលំនឹងឬក៏ការការពារនៅបញ្ហាដំបៅជើងនោះចា៎បាទអញ្ចឹងតាមពិតមែនតើទៅដោយសារនៅក្នុងសង្គមយើងជួនកាលយើងចូលចិត្តនិយាយលេងសើចឧទាហរណ៍ថាអូញ៉ាំផ្អែមទៅកាត់ជើងបាទជាការលេងសើចសប្បាយខ្ញុំគិតថាវាជាចំណុចល្អមួយដើម្បីរំលឹកថាកុំឲ្យមានការប្រុងប្រយ័ត្នក៏ប៉ុន្តែក៏មានការយល់ច្រឡំមកជាមួយនឹងការនិយាយលេងហ្នឹងដែរដែលការយល់ច្រឡំហ្នឹងគឺពេលខ្លះគឺយើងត្រូវដឹងថាមិនមែនគ្រប់អ្នកជំងឺដែលគាត់មានជំងឺទឹកនោមផ្អែមទាំងប្រភេទទី1ក៏ដោយទាំងប្រភេទទី2ក៏ដោយឬមួយក៏អ្នកជំងឺគាត់គ្រាន់តែហូបផ្អែមសាមញ្ញធម្មតាត្រូវតែមានដំបៅជើងត្រូវតែមានការកាត់ជើងនោះទេអញ្ចឹងយើងត្រូវយល់ថាមូលហេតុអ្វីទៅបានអ្នកជំងឺដែលគាត់មានជំងឺទឹកនោមផ្អែមហ្នឹងហេតុអីបានត្រូវវិវត្ត
từ chỉ tầm bài chướng hay là với ban thời vì vót từ chỉ ca cắt trường chứ mình men cướp cả đời này thằng cứ thời ta cắt trường rồi thì trong chấm nói đi lưu chấm đất trang sập lại thang bịa tháng tịnh nhằm phải ai em chởn tới cắt chướng khó tì đây chỉ riêng mua đào lò mua sầm rạp mình lật đào miền ca prongประหยัด miền ca prong ประหยัด bàn tay cầu miền ca vô trở lắm đôi khi và còn miền ca vô trở lắm đấy không năng đôi khi được chứ này chọn lưu chấm đất chấm riệp chun tại mặt đòn miền mùa hạt ấy khác đại thừa ai miền ca cạn làng nơi đầm bào trường chẳng tam pet đầm bay oi nhom ai bọ sàiจะเลยมูลเหตุนี่เอาบานจะบ้ายังเถยโยปีดาวเหตุบงธรรมดายังเถยโยสันไม่ได้แต่หาทางจึงเงินตันอมไปปีพวกแมนมันนึกต่างแต่ก็หบแอมคือเถยแต่มีจึงเงินตันอมไปหรือตีจึงเงินตันอมไปมีประเภทตีมวยมีประเภทตีปีความแต่ในขนมสตรีแต่ก็มีตีพวกก็เกี่ยมีตุ่มรงตีใบแต่หาทางจึงเงินตันอมไปขนมกำลังเป็นมีตีพวกกับแต่ยังมันเลือกซีจำเลยแต่ต้องมวยปัญหานั่งตีchỉ cái anh là vót phía trên này chừng đại cọp miền tầm bãi chừng để sang chừng người ta nộp phảiนั่นคือการcọp miền chừng người ta nộp phảiประเภทที่mới được muaกับประเภทที่ปีnày ai chẳng đâm bay ở yol chỉ ở tận này ở nhị số yol mỏng chừng người ta nộp phải cứ chỉ ca lang chỉ score được không chiếm chỉ lẽ cái nào ram rai ởที่họ tham bản thân chỉ miền ca lang chỉ score không chiếmแต่ระยะเปmà tậtปีtật mà khai có viếtมันประกาศchỉปัญหาหน่อยได้การนั้นเนี่ยจึงได้ก็มีจึงตัดนมแอมแต่ก็มีชิสก็ขับในขนมชีมchỉ là cái nào ram ráyเปนูให้บานวิจับรำบังการชี้ปัญหาแต่ปัญหาโน้คือวิอาปะแต่เลยสายชิมทมอาปะแต่เลยสายชิมโตดดมใบเชื้อชี้ปัญหามวยก็ปัญแต่การล้างชิสก็รามไรนี่ก็อาจทั่วเมียงกาปะแต่เลยแบบโดงทั่วสเตสแต่เลยสายชิมแบบโดงสเตสแต่เลยสายชิมกูกับบ้าทั่วเมียงกาสลับมวยจุ่มเพียงคล้วนหรือมวยกับขนมการในคลาสทั่วเมียงกาโคตรแต่เลยดมรองโนมของขนมกำลังทุ่งทั่วอาจทั่วเมียงกาเลี้ยงชิมก็ปัญแต่เตะโต้จมูกประเทศตะบอดยืงเตะโต้จมูกนังดำใบเชื้อคือเอาไว้ได้สำคัญมันพอดคือในเปย์ได้เมียงการล้างชิสกอรามไรนี้คือวิธีเมียงกาปะแต่เลยสายวิญญาณบาดจึงจังในเปย์ได้เมียงการล้างชิสกอรามไรวิธีอ้อยสายวิญญาณบาดจึงนั้นค่อยขาดจังไม่ได้แต่หาทางสายวิญญาณบาดจึงใบยืงกัดอ้อยซีจำเลยตื้อสายวิญญาณบาดจึงคือแมนเทนตื้อคือเมียนตัวในที่สำหรับกาเปียจึงยืงคือวิธีดอลอ้อยวิธีดอลยินกาเปียvì bùa thầm đá riêng cài để bỏ dưới để để dừng đá dừng đằng thà tao dừng bạc từ lời cái miếng cầm lăng cực ấy khla miếng sẽ tao là phép cái đau sẽ tao là phép phải che miếng cà chỉ chạp ấy cứ từng ở nó cứ sao tại chỉ sành nhát đầm bấy bắt đo chỉ nghiến ở dưới che cà pi khuẩn cũng ở miếng cà bạc cũng ở miếng cà khôi khát còn tới nơi p để miếng cà lai chỉ score ram rái này ở tiêu họ này chừng người con miếng chừng người ta ôm ém có chỉ bà bàn trầm tới ở tiêu họ pram chnam đop chnam mà pay chnam về nó cứ sai vì nhiễm ba chữ nó cứ miếng ca khôi khát trong con lên đăng này con lên đăng tha ở mấy tơi cái đai ở mấy tơi từ chè ở mấy tơi ca có cật về lại con đào du tới cứ chập đám khô pro cái đấy khô rụp liền chướng thưa ở miền chỉ tầm bài chà trong trong này ní mình men tha nè để quạt ca chừng người tận nông em làm ráy hay quạt tập ba ai mốt ọt nghi chia thì bắt đi cạt lang được không cạt này xèn thì không cạt này xèn ta bắt cam mình oi chia lươn đó nghe anh cứ vi miên cho bẹ pon để sang cà lang chia score đấy còn mình tay mua là hai chấm bongสำคัญបំផុតសំខាន់ខ្លាំងបំផុតគឺរឿងសរសៃវិញ្ញាណបាជើងពីព្រោះនៅពេលដែលគាត់អត់អាចដឹងគាត់បាត់បង់ទៅលើញៀនការពារទៅលើជើងនេះឯងដែលជាប្រភពឧបសគ្គយ៉ាងខ្លាំងដែលធ្វើឲ្យគាត់ប្រឈមទៅនឹងការប៉ះទង្គិចហើយនៅពេលដែលមានការប៉ះទង្គិចហ្នឹងគាត់នៅតែបន្តដើរទៀតពីព្រោះគាត់អត់ដឹងថាគាត់មានតម្បៅផងដែលពេលនោះឲ្យធ្វើតម្បៅហ្នឹងកាន់ទៅជាខ្លាំងទៅជារលាកទៅជារលួយហើយចុងក្រោយគឺតម្រូវឲ្យមានការកាត់ដោយសារតែគាត់បាត់បង់សរសៃវិញ្ញាណបាត់ជើងហើយបាទការបាត់បង់ទៅលើញៀនដែលជួយការពារជើងពីការដឹងទៅលើក្តៅទៅលើត្រជាក់ទៅលើការប៉ះទង្គិចត្រឡប់ទៅមើលពីចំណុចដែលលោកវិចិត្របានលើកឡើងអាចជម្រាបជូនបញ្ជាក់បន្ថែមមានន័យថាអ្នកជំងឺទឹកនោមផ្អែមតែប្រភេទទី1និងទី2ទេដែលមានបញ្ហាប្រឈមខ្ពស់កាត់ឡើងមានជំងឺដំបៅជើងមាននេះចាបាទត្រឹមត្រូវចាបាទកន្លងទៅលោកវិចិត្របណ្ឌិតមានបានជួបជាមួយនឹងអ្នកជំងឺដែលគាត់មានបញ្ហាដំបៅជើងប៉ុន្តែគាត់អត់បានជួបជាមួយនឹងគ្រូពេទ្យបានតាំងពេលវេលាទេថាតើមានមូលហេតុអ្វីខ្លះដែលធ្វើឲ្យគាត់មានការរុញរាឬក៏អត់បានយកចិត្តទុកដាក់ពីបញ្ហានេះតែពិតមែនតើទៅរឿងនេះគឺជារឿងដែលឧស្សាហ៍ជួបមែនតើចាពីព្រោះនៅពេលដែលអ្នកជំងឺដែលគាត់មានជំងឺទឹកនោមផ្អែមហើយក៏មានបញ្ហាទៅលើសរសៃវិញ្ញាណបាតជើងភាគច្រើនគឺគាត់អត់បានមកជួបពេទ្យតាន់ពេលវេលានោះទេហេតុអី
ពីព្រោះនៅពេលដែលអ្នកជំងឺគាត់មានវិបត្តិទៅលើសរសៃវិញ្ញាណបាតជើងគាត់អត់ដឹងឈឺទេ អូចា គាត់អត់ដឹងឈឺគាត់អត់ដឹងថាប៉ះទង្គិចទៅមានការឈឺចាប់ក្តៅអីទេអញ្ចឹងគាត់គិតថាអត់អីផងបើអត់ឈឺមកពេទ្យទៅអី មានតែស្នាមអញ្ចឹង បាទមានតែស្នាមឬមកឃើញអីតិចតួចដូចជាឡើងក្រាស់ស្បែកឬមកក៏មានខុសប្រក្រតីតិចតួចគាត់ថាមិនអីទេបើគាត់អត់មានឈឺអីផងហ្នឹងចាំបាច់ទៅពេទ្យទៅអីទៅពេទ្យទៅត្រូវចំណាយពេលវេលាត្រូវចំណាយថវិកាអញ្ចឹងមិនបាច់ទៅពេទ្យទេដែលនៅពេលដែលការវិវត្តហ្នឹងកាន់តែធ្ងន់ទៅពេលដែលគាត់នៅតែបន្តជន់ទៅលើដំបៅដែលចាប់ផ្ដើមមានរូបរាងហើយទុកដំបៅនោះឲ្យនៅរយៈពេល2ខែ3ខែ5ខែ6ខែអ្នកខ្លះទុកដល់ឆ្នាំដែលពេលនោះហើយគឺចាប់ផ្ដើមស៊ីខ្លាំងធ្វើឲ្យរលាកខ្លាំងពេលខ្លះគឺมันអាចជួយជើងនោះបានតាន់ពេលវេលានោះទេ ចាវាមានតម្រងបែបណាដែលអាចឈានទៅដល់ការកាត់ជើង ជាទូទៅការកាត់ជើងគឺវាមានកត្តាជាច្រើនតើនៅពេលដែលគាត់មកហ្នឹងតើកម្រិតនៃការរលាកហ្នឹងប៉ុណ្ណាតើការស៊ីនៃការរលាកហ្នឹងជំរឿប៉ុណ្ណាអាចស៊ីដល់ឆ្អឹងឬមួយក៏អត់ស៊ីដល់ឆ្អឹងទេឧទាហរណ៍តើសរសៃឈាមដែលទៅចិញ្ចឹមទៅលើជើងហ្នឹងតើគ្រប់គ្រាន់ដែរឬទេពីព្រោះក្នុងករណីខ្លះមានដំបៅហើយគាត់មានវិបត្តិទៅលើសរសៃឈាមតែទៅចិញ្ចឹមជើងទៀតស្ទះទៅលើសរសៃឈាមជើងដោយសារផលវិបាកនៃជំងឺទឹកនោមផ្អែមដែរដែលធ្វើឲ្យការជួយសង្គ្រោះទៅលើជើងនោះគឺមានការលំបាកខ្លាំងហើយពេលខ្លះគឺតម្រូវឲ្យមានការកាត់ ចាអញ្ចឹងមានតម្រងផ្សេងបាទមានតម្រងផ្សេងមានមូលហេតុជាច្រើនមួយចំនួនដែរដែលលាយឡំគ្នាធ្វើឲ្យគ្រូពេទ្យសម្រាប់ចិត្តថាមើលទៅជើងនឹងជួយអត់បានទេគឺត្រូវតែកាត់ដែរ បើទោះបីជាស្ដាប់ទៅរៀងស្មុគស្មាញពិបាកយល់ដោយសារមានសរសៃវិញ្ញាណបាតជើងប៉ុន្តែចំណុចសំខាន់រួមដែលលោកបញ្ចប់ដិតចង់សម្ដៅនោះគឺទីមទីឲ្យអ្នកជំងឺទឹកនោមផ្អែមគាត់យកចិត្តទុកដាក់ខ្លាំងមែនទេបាទជាពិសេសទៅលើអ្នកជំងឺដែលគាត់មានវិបត្តិទៅលើសរសៃវិញ្ញាណបាតជើងពីព្រោះបើសិនជាអ្នកជំងឺដែលគាត់អត់មានជំងឺវិបត្តិសរសៃវិញ្ញាណបាតជើងទេគាត់ដឹងជើងគាត់ធម្មតាគាត់នៅពេលដែលមានការកកិតការក្តៅត្រជាក់អីគឺមានបញ្ហាគាត់ពេលនោះគឺគាត់មានអីការពារខ្លួនគាត់ហើយអញ្ចឹងតែគាត់ឈឺល្មមក៏រត់មកពេទ្យដែរអញ្ចឹងអត់មានអីបារម្ភទេបារម្ភតែអ្នកជំងឺដែលគាត់មានជំងឺទឹកនោមផ្អែមហើយគាត់មានបញ្ហាសរសៃវិញ្ញាណបាតជើងហ្នឹងធ្វើឲ្យគាត់អត់មកជួបពេទ្យហ្នឹងហើយដែលជាប្រភពនៃបញ្ហា ទាំងអស់នេះសុទ្ធសឹងតែជាចំណុចដែលមានការយល់ច្រឡំធម្មតាតែមានការយល់ច្រឡំគិតថាមិនអីក៏អត់បានទៅជួបពេទ្យហើយនៅពេលដែលមានការឈឺចាប់ហើយវារៀងសភាពធ្ងន់ធ្ងរបានទៅជួបបាទនៅពេលដែលអាលៀកខ្លាំងក្តៅខ្លួនឬមួយក៏ញាក់ឬមួយក៏សាច់ហ្នឹងចាប់ផ្ដើមប្រោកហើយពេលនោះគឺលំបាកប៉ុន្តែនៅក្នុងករណីនេះមិនមែនមានន័យថាគ្រូពេទ្យឯកទេសដូចជាលោកវិជ្ជបណ្ឌិតតអត់ជួយគាត់បានទេឬក៏យ៉ាងម៉េចដែរជួយអាចនិយាយដោយខ្លីថាគាត់ត្រូវតែកាត់ជើងឬក៏យ៉ាងម៉េចអាហ្នឹងគឺអាស្រ័យទៅលើសភាពជាក់ស្ដែងបាទពីព្រោះធម្មតានៅពេលដែលគាត់ចូលមកគឺសភាពរបស់អ្នកជំងឺម្នាក់ខុសគ្នាអាស្រ័យថាតើពេលដែលគាត់មកហ្នឹងពេលវេលាដែលគាត់ទុកដំបៅហ្នឹងយូរប៉ុណ្ណាកត្តាមួយចំនួនជាច្រើនដែលយើងជាបច្ចេកទេសគឺពេលខ្លះពិបាកក្នុងការបកស្រាយឲ្យស៊ីជម្រៅទៀតវាហត់តែពិបាកក៏ប៉ុន្តែហ្នឹងហើយវាមានកត្តាច្រើនប៉ុន្តែលោកប្រចាំដិតអាចសម្រាយឲ្យងាយយល់បានទេដោយសារតែនេះខ្ញុំជឿជាក់ថាទស្សនិកជនប្រហែលជាចង់ដឹងជាពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែមានបញ្ហាជំងឺទឹកនោមផ្អែមទៀតសោតក៏កាន់តែចង់ដឹងដូចគ្នាវិធីនៅក្នុងការព្យាបាលព្រោះថាមុននេះលោកប្រចាំដិតបានលើកឡើងថាដោយសារតែការយល់ខុសនេះហើយទៅអ្នកជំងឺទឹកនោមផ្អែមភាគច្រើនគាត់ពន្យាពេលទៅជួបជាមួយនឹងគ្រូពេទ្យបើយើងអត់អាចប្រកែកបានទេសម្រាប់អរិយាប័ត្រនៅក្នុងការថែរក្សាសុខភាពរបស់ប្រជាពលរដ្ឋមួយចំនួនលោកមើលឃើញថាដល់តែខ្លាំងដល់តែធ្ងន់ធ្ងរដល់តែបន្ទាន់បានជួបជាមួយនឹងវិជ្ជបណ្ឌិតជំនាញអញ្ចឹងនៅពេលដែលគាត់មានអាការៈដូចជាក្តៅខ្លួនស្រាវស្រាញវិធីសាស្ត្រនៅក្នុងការជួយសង្គ្រោះបឋមសម្រាប់អ្នកជំងឺទឹកនោមផ្អែមហើយមានបញ្ហាដំបៅជើងធ្វើយ៉ាងម៉េចដែរបាទសំណួរនេះគឺជាសំណួរល្អមែនតើពីព្រោះអ្វីដែលសំខាន់បំផុតគឺយើងចង់រកវិធីដោះស្រាយឥឡូវយើងដឹងហើយថាបញ្ហាគឺពីច្រើនគាត់មានវិបត្តិទៅលើសរសៃវិញ្ញាណបាតជើងគាត់អត់ដឹងជើងរបស់គាត់មកពេទ្យអត់ទាន់ពេលវេលាអញ្ចឹងជាសំណួរចោទថាយើងគួរព្យាបាលដោយរបៀបណាតែយើងគួរដោះស្រាយបញ្ហាហ្នឹងដោយរបៀបណាត្រឹមត្រូវអញ្ចឹងការព្យាបាលគឺចាប់ផ្ដើមពីការការពារមានន័យថាតើយើងត្រូវការពារខ្លួនយើងដោយរបៀបម៉េចអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាដែលបានមើលការកិច្ចសម្ភាសន៍នេះពីដើមមកគឺគាត់ប្រហែលជាយល់ហើយថាការព្យាបាលហ្នឹងគឺចេញពីការការពារហើយការការពារតើយើងដឹងមូលហេតុដែលមូលហេតុហ្នឹងគឺតាក់ទងជាមួយនឹងការព្យាបាលទៅលើជំងឺទឹកនោមផ្អែមនេះឯងចា៎អញ្ចឹងមានន័យថាបើសិនជាបងប្អូនទាំងអស់គ្នាមានការព្យាបាលទៅលើជំងឺទឹកនោមផ្អែមឲ្យបានត្រឹមត្រូវរក្សាកម្រិតជាតិស្ករឲ្យនៅក្នុងកម្រិតមួយដែលត្រឹមត្រូវពេលនោះវានឹងមិនងាយមានការវិវត្តទៅជាវិបត្តិសរសៃវិញ្ញាណបាតជើងនោះទេហើយលើពីនេះទៀតអ្វីដែលបងប្អូនអាចធ្វើបានពេលខ្លះបើសិនជាពេលដែលមកជួបជាមួយនឹងវិជ្ជបណ្ឌិតទៀងទាត់ខាងពួកខ្ញុំនឹងមានការធ្វើតេស្តមួយចំនួនដើម្បីវាយតម្លៃមើលថាតើសរសៃវិញ្ញាណបាតជើងរបស់គាត់ហ្នឹងគឺនៅមានតួនាទីល្អដែរឬទេ
ដែលការធ្វើតេស្តនោះគឺពេលខ្លះយើងអាចឆែកមើលយើងអាចយកអីយកទៅសង្កត់ទៅលើជើងអញ្ចឹងណា ចា បាទ អញ្ចឹងការធ្វើតេស្តរកមើលសរសៃវិញ្ញាណបាតជើងគឺជាកត្តាសំខាន់ បាទជាកត្តាសំខាន់ មានអ្វីផ្សេងទៀតដែរទេដែលជាវិធានការការពារ អញ្ចឹងនៅពេលដែលយើងធ្វើតេស្តហើយពេលនោះយើងវាតម្លៃដឹងហើយថាគាត់មានវិបត្តិសរសៃវិញ្ញាណបាតជើងឬមួយក៏អត់បើសិនជាគាត់មានបញ្ហាទៅលើសរសៃវិញ្ញាណបាតជើងហើយពេលនោះយើងចាប់ផ្ដើមបញ្យល់គាត់អំពីវិធីមួយចំនួនដើម្បីការពារហើយពីព្រោះពេលហ្នឹងខ្ញុំជាវិជ្ជាបណ្ឌិតឯកទេសនឹងបញ្យល់អ្នកជំងឺឲ្យថាបងសរសៃវិញ្ញាណបាតជើងហ្នឹងគឺមានបញ្ហាហើយអញ្ចឹងបងលែងដឹងក្តៅលែងដឹងត្រជាក់ដូចមនុស្សធម្មតាអញ្ចឹងយើងត្រូវមានការប្រុងប្រយ័ត្នដែលការប្រុងប្រយ័ត្ននោះទី1គឺដូចជាការពាក់ស្បែកជើងក៏ដូចជាស្រោមជើងដែលត្រឹមត្រូវជាមួយនឹងទំហំជើងរបស់គាត់ដែលការពាក់នេះគឺយើងត្រូវពាក់នៅក្នុងគ្រប់ករណីទាំងអស់ទាំងនៅផ្ទះទាំងការធ្វើដំណើរទៅណាគឺយើងត្រូវជ្រើសរើសយកស្រោមជើងជាមួយនឹងស្បែកជើងឲ្យបានត្រឹមត្រូវដែលភាគច្រើនគឺគេលើកទឹកចិត្តឲ្យមានការជ្រើសរើសទៅលើស្បែកជើងប៉ាតាដែលមានការឃុំចិត្តល្អកុំឲ្យធំពេកកុំឲ្យទូចពេកឲ្យសមជាមួយនឹងទំហំជើង ប៉ុន្តែมันសំដៅថាតតពាក់បើជើងប៉ាតាទើបអាចការពារបានទេ កាលណាដែលគាត់មានបញ្ហាទៅលើសរសៃវិញ្ញាណបាតជើងហើយគឺមានតែជំរឿពាក់ស្បែកជើងហ្នឹងឯងដែលវាសុវត្ថិភាពសម្រាប់អ្នកជំងឺអញ្ចឹងណា បើសិនជាគាត់ពាក់បើជើងផ្ទាល់ប៉ុន្តែគាត់ពាក់ស្រោមជើង បើសិនជាពាក់ស្បែកជើងផ្ទាល់តែពាក់ស្រោមជើងក៏វានៅតែមានការប្រឈមពីព្រោះគាត់លែងដឹងជើងហើយអញ្ចឹងពេលហ្នឹងជួនកាលគាត់ងាយតតដើរតតបុកនេះបុកនោះបើសិនជាយើងមានស្រោមជើងហើយមានប៉ាតាឃ្លុបពីលើទៀតហ្នឹងរឹតតែល្អ វាជាជំរឿមួយដ៏ល្អបំផុត បាទហើយលើសពីនេះទៀតអ្វីដែលគាត់អាចធ្វើបានក៏គាត់អាចត្រូវមានការសម្អាតក៏ដូចជាការត្រួតពិនិត្យទៅលើជើងរបស់ខ្លួនឯងជាប្រចាំពីព្រោះនៅពេលដែលគាត់បាត់ទៅលើវិញ្ញាណមានន័យថាគាត់លែងដឹងហើយអញ្ចឹងបើសិនជាពឹងផ្អែកទៅលើការឈឺចាប់ការដឹងក្តៅដឹងត្រជាក់របស់គាត់គឺអត់គ្រប់គ្រាន់ទេអញ្ចឹងគាត់ត្រូវមានការសម្អាតវាមានការត្រួតពិនិត្យជាប្រចាំមើលថាមានប្រេះទៅលើជើងអត់តើកញ្ចក់មិនដែរតើមានការរលាកមានការដូរពណ៌មានការអីខុសប្រក្រតីអត់អញ្ចឹងណាចាបាទ ចាអញ្ចឹងអ្វីដែលលោកវិជ្ជាបណ្ឌិតបានបញ្ជាក់គឺមានត្រូវមានការយកចិត្តទុកដាក់មែនទែនហើយនេះខ្ញុំជឿថាសម្រាប់ការថែទាំនេះសម្រាប់ករណីអ្នកជំងឺទឹកនោមផ្អែមដែលគាត់បាត់បង់សរសៃវិញ្ញាណបាត់ជើងប៉ុន្តែគាត់អត់មានការងារអីចាំបាច់នេះខ្ញុំលើកជាឧទាហរណ៍ណាហើយនេះខ្ញុំជឿជាក់ថាលោកវិជ្ជាបណ្ឌិតក៏អាចមានការចែករំលែកមួយផ្សេងទៀតដោយសារតែប្រជាពលរដ្ឋគាត់មានជីវភាពផ្សេងគ្នាគាត់ថាគាត់កើតជំងឺទឹកនោមផ្អែមហើយគាត់អាចឈានទៅដល់គេហៅនិយាយថាមានបញ្ហាវិញ្ញាណសរសៃគេហៅសរសៃវិញ្ញាណបាតជើងហើយប៉ុន្តែគាត់អត់អាចនឹងថែទាំបានល្អឥតខ្ចោះទេថាតើក្នុងនាមគាត់រវល់បែបនេះគាត់ត្រូវតែមានកាតព្វកិច្ចនៅក្នុងការបំពេញការងារគាត់ត្រាំទឹកត្រាំអីចឹងណាតែគាត់គួរតែមានការថែទាំយ៉ាងម៉េចឲ្យទៅតាមលទ្ធភាពដែលគាត់មានបាទក្នុងករណីដែលគាត់ថាឧទាហរណ៍ថាដូចយើងនិយាយមុនហ្នឹងគាត់អាចមានឱកាសពាក់ស្បែកជើងឬមួយក៏ស្រោមជើងដែលជួយការពារបានទេដោយសារការងាររបស់គាត់ជួនកាលត្រូវលយទឹកត្រូវអីចឹងទៅអញ្ចឹងវិធីដែលយើងអាចធ្វើបានគឺយើងសម្អាតវាជាប្រចាំហើយយើងពិនិត្យកាលណាយើងពិនិត្យមើលទៅឧទាហរណ៍ថាឃើញសញ្ញាអ្វីមួយដែលយើងគិតថាយើងអត់ច្បាស់លាស់គួរតែមកពេទ្យដើម្បីឲ្យវិជ្ជាបណ្ឌិតគាត់ជួយវាតម្លៃបន្ថែមចាដោយសារតែគាត់មានហានិភ័យខ្ពស់ជាងអ្នកដែលគាត់ថែទាំបានល្អត្រឹមត្រូវបាទមិនមែនមានន័យថាតតែធ្វើបែបនេះដែលលោកវិជ្ជាបណ្ឌិតបានលើកឡើងបានការពារបានទេគឺយើងអាចមានមធ្យោបាយផ្សេងទៀតដែរបាទមានមធ្យោបាយផ្សេងដោយការតាមដានដោយការវាតម្លៃខ្លួនឯងថាតើមានអ្វីដែលប្លែកខុសប្រក្រតីអត់ហើយបើសិនជាខុសប្រក្រតីគួរតែមកជួបជាមួយនឹងវិជ្ជាបណ្ឌិតឯកទេសឲ្យគាត់វាតម្លៃមើលថាតើតម្លៃហ្នឹងគឺជាអ្វីមួយដែលគួរបារម្ភដែរឬទេលោកវិជ្ជាបណ្ឌិតបានលើកពីទម្លាប់មួយទៅហើយទម្លាប់នៃការពាក់ស្បែកជើងប៉ាតាដែលគ្របជិតជាមួយនឹងពាក់ស្រោមជើងមានទម្លាប់អ្វីផ្សេងទៀតទេសម្រាប់អ្នកជំងឺទឹកនោមផ្អែមបាទគឺមានតែការសម្អាតជាមួយនឹងវាតម្លៃជាប្រចាំហ្នឹងឯងការមើលជាប្រចាំហ្នឹងឯងចាជាប្រចាំហ្នឹងជាទូទៅណាត់ជាមួយនឹងអ្នកជំងឺប្រហែលសប្តាហ៍ម្ដងមែនតើទៅគឺអ្នកជំងឺគាត់អាចធ្វើខ្លួនឯងបានទេធ្វើខ្លួនឯងទេគាត់មើលគាត់សម្អាតគាត់ធ្វើមិនឲ្យស្ងួតបាទឲ្យស្ងួតយើងសម្អាតបើសិនជាថាជើងយើងស្ងួតទេយើងអាចមានក្រែមមានអីឲ្យមានសំណើមមានអីទៅតាមជាក់ស្ដែងអញ្ចឹងទៅហើយបន្ទាប់មកនៅពេលដែលគាត់ពិនិត្យមើលទៅបើសិនជាឃើញកន្លែងណាឡើងក្រាស់ឬមួយក៏កន្លែងណាមួយដូរពណ៌ទៅជាពណ៌ក្រហមទៅជាអ្វីមួយដែលខុសប្រក្រតីអាហ្នឹងគាត់អាចអញ្ជើញមកជួបជាមួយវិជ្ជាបណ្ឌិតបានបើសិនជាកន្លែងហ្នឹងគឺគាត់គិតថាដូចជាអត់ស្រួលទេបាទហ្នឹងហើយអញ្ចឹងកាលណាយើងមានការត្រួតពិនិត្យជាប្រចាំដោយខ្លួនឯងយើងមិនចាំបាច់តទៅមួយអាទិត្យឬមួយពីរអាទិត្យមកជួបពេទ្យទេពីព្រោះពេលខ្លះវាមិនមានភាពងាយស្រួលដល់ថ្នាក់ហ្នឹងទេអញ្ចឹងបាទអញ្ចឹងតតែយើងមានការប្រុងប្រយ័ត្នខ្លួនយើងមើលតែមិនស្រួលយើងមកជួបពេទ្យមកពេលនោះបញ្ហានឹងត្រូវបានដោះស្រាយតែប៉ុណ្្នឹងទេជាទម្លាប់ដែលអ្នកជំងឺគ្រប់រូបត្រូវតែប្រកាន់ភ្ជាប់បាទមានគោលការណ៍សំខាន់អ្វីខ្លះនៅក្នុងការព្យាបាល
អញ្ចឹងនៅពេលដែលគាត់ឧទាហរណ៍ថាគាត់បានព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងហើយគាត់បានពាក់ស្បែកជើងឬមួយក៏ពេលខ្លះគាត់បានត្រួតពិនិត្យហើយក៏ប៉ុន្តែដោយសារគាត់មានវិបត្តិទៅលើសរសៃញញែមបាតជើងដំបៅពេលខ្លះក៏វានៅតែអាចមានរូបរាងចាជាពិសេសក្នុងករណីខ្លះដែលគាត់មានជំងឺទឹកនោមផ្អែមដែលព្យាបាលបានត្រឹមត្រូវហើយបន្ទាប់មកគាត់មានជាការស្ទះទៅលើសរសៃឈាមជើងអីចឹងទៅពេលខ្លះដំបៅនៅតែមានចាអញ្ចឹងនៅក្នុងករណីដែលពេលដែលមានឃើញដំបៅភ្លាមជា reflex ឬមួយក៏ជាវិធីដែលត្រូវដោះស្រាយភ្លាមហ្នឹងពេលដែលឃើញដំបៅភ្លាមគឺយើងត្រូវឈប់ជន់ទៅលើដំបៅហ្នឹងយើងស្ដាប់ទៅហាក់ដូចជាមានភាពងាយស្រួលឃើញដំបៅឈប់ជន់ទៅមានអីពិបាកក៏ប៉ុន្តែនៅក្នុងការអនុវត្តគឺមានការលំបាកពីព្រោះគាត់បាត់ទៅលើវិញ្ញាណការពារជើងទៅហើយអញ្ចឹងគាត់លែងដឹងឈឺគាត់លែងដឹងអីហើយអញ្ចឹងជួនកាលគាត់មានដំបៅគាត់ភ្លេចខ្លួនគាត់នៅតែបន្តដាល់គាត់នៅតែបន្តជន់គាត់នៅតែបន្តទាត់នេះទាត់នោះអញ្ចឹងដំបៅហ្នឹងកាន់តែធ្ងន់ទៅចាដែលមូលហេតុនេះហើយបានបង្ការសំខាន់ពីព្រោះបើសិនជាគាត់ឃើញដំបៅនោះភ្លាមគាត់ឈប់ជន់គាត់ឈប់ធ្វើឲ្យមានការកោសការរុះការសកត់ទៅលើដំបៅហ្នឹងប៉ះទង្គិចហ្នឹងគាត់មកជួបវិជ្ជបណ្ឌិតតាមពេលវេលាពេលនោះវិជ្ជបណ្ឌិតរមើលនឹងវាតម្លៃឯពេលនោះដូចបានយើងពិភាក្សាមុនហ្នឹងអញ្ចឹងវាតម្លៃថាតើឈាមទៅចិញ្ចឹមគ្រប់គ្រាន់អត់តើជំរឿនៃការស៊ីនៃមេរោគនោះប៉ុណ្ណាអញ្ចឹងនៅពេលដែលវិជ្ជបណ្ឌិតគាត់វាតម្លៃហើយពេលនោះគាត់នឹងព្យាបាលហើយដំបៅជើងនោះវានឹងជាសះស្បើយទៅវិញចាចាអញ្ចឹងអាចដោះស្រាយបានរាងកាយបន្តិចប៉ុន្តែអាចដោះស្រាយបាទរាងកាយតិចតែអាចដោះស្រាយបានតាមស្ដាប់ការបកស្រាយរបស់លោកវិជ្ជបណ្ឌិតមានន័យថាការព្យាបាលជំងឺគេហៅថាដំបៅជើងដោយសារតែជំងឺទឹកនោមផ្អែមនេះទាមទារសំខាន់មែនទែនពីបុគ្គលផ្ទាល់ខ្លួនត្រឹមត្រូវចាតែបាត់គ្រូពេទ្យជួយបន្តបន្សំពេលដែលមានរោគសញ្ញាបាទជួយទាំងការព្យាបាលក៏ដូចជាពេលខ្លះក្នុងករណីខ្លះពួកខ្ញុំអាចជួយរករោគវិនិច្ឆ័យដើម្បីជួយរំលឹកដល់គាត់ថាតើគាត់មានវិបត្តិទៅលើសរសៃញញែមបាតជើងនៅតែគាត់ត្រូវប្រុងប្រយ័ត្នរបៀបម៉េចអញ្ចឹងណាចាបាទអញ្ចឹងក្រៅពីការព្យាបាលហើយមានលក្ខខណ្ឌសំខាន់នៅក្នុងការព្យាបាលដំបៅជើងដោយសារជំងឺទឹកនោមផ្អែមក្រៅការព្យាបាលដែលលោកប្រចាំដិតមើលឃើញថាវាអាចជាសះស្បើយហើយអ្នកជំងឺត្រូវតែតាមដានអ្វីជាបន្តទៀតបាទនៅពេលដែលគាត់មានការព្យាបាលគ្រប់គ្រាន់ហើយដំបៅជើងនោះឧទាហរណ៍ថាជាហើយក៏យើងត្រូវមានការប្រុងប្រយ័ត្នទៀតដែរពីព្រោះតែកាលណាគាត់មានដំបៅម្ដងហើយគាត់នឹងអាចមានម្ដងទៀតបាទអញ្ចឹងពេលនោះគឺយើងត្រូវមានជាprecaution ឬមួយក៏មានការប្រុងប្រយ័ត្នខ្ពស់ដូចជាអ្វីដែលខ្ញុំបាននិយាយមុនហ្នឹងអញ្ចឹងតកតងជាមួយនឹងការជ្រើសរើសស្បែកជើងក៏ដូចជាការមើលថែទាំជើងហើយលើសពីនេះទៀតក៏យើងត្រូវស្រាវជ្រាវទៅលើផលវិបាកផ្សេងនៃជំងឺទឹកនោមផ្អែមដែរចារោគប្រភពសិនណាចាបាទប្រភពផ្សេងក៏ដូចជាអ្វីដែលអាចកើតមានឡើងស្របគ្នាពីព្រោះពេលខ្លះនៅពេលដែលអ្នកជំងឺគាត់មានបញ្ហាដំបៅជើងហើយមិនដែលមកតែឯងទេជួនកាលគាត់មានវិបត្តិបញ្ហាបេះដូងបញ្ហាខួរក្បាលបញ្ហាតម្រងនោមដែលពេលខ្លះយើងអត់បានស្រាវជ្រាវរកមើលអញ្ចឹងយើងត្រូវស្រាវជ្រាវទាំងអស់ព្យាបាលបានត្រឹមត្រូវគ្រប់គ្រងជាតិស្ករឲ្យបានល្អពេលនោះហើយយើងនឹងអាចជួយអ្នកជំងឺបានកាន់តែច្រើនមកតែឯងមិនគ្រប់ទេនាំគេមកទៀតនិយាយសាមញ្ញណាបាទអញ្ចឹងសំខាន់មែនតើលោកប្រចាំដិតបានលើកឡើងហើយថាកុំឲ្យកាត់ជើងយើងត្រូវការពីខ្លួនបាទគ្រូពេទ្យជួយបានដូចគ្នាប៉ុន្តែបើសិនទៅយឺតក៏អត់មានអាចជាផុតពីការកាត់ជើងដែរត្រឹមត្រូវចាអរគុណលោកប្រចាំបណ្ឌិតមានជាសារអ្វីចុងក្រោយដែរទេចាបន្ទាប់ពីកាចហើយកាត់ជើងហើយខ្លីៗចាសម្រាប់បងប្អូនវិជាប្រវត្តិលោកងាយយល់និងអនុវត្តបានបាទចាអញ្ចឹងជាសារខ្លីខ្ញុំមានតែពាក្យថាបើសិនជាបងប្អូនទាំងអស់គ្នាមានជំងឺទឹកនោមផ្អែមបងប្អូនទាំងអស់គ្នាព្យាបាលជំងឺទឹកនោមផ្អែមនោះបានត្រឹមត្រូវវានឹងមិនធ្វើឲ្យមានផលវិបាកដែលយើងកំពុងតែពិភាក្សានោះទេចាអញ្ចឹងកលឹះគឺបង្ការម្ដងហើយម្ដងទៀតគឺបង្ការធ្វើរបបអាហារមានការហាត់ប្រាណបានត្រឹមត្រូវជួបជាមួយវិជ្ជាបណ្ឌិតនៅពេលដែលបញ្ហាហ្នឹងមិនទាន់មានរូបរាងពីព្រោះបើសិនជាចេញផលវិបាកហើយគឺទោះបីជាវិជ្ជាបណ្ឌិតគាត់ខ្លាំងប៉ុណ្ណាក៏នៅតែមានការលំបាកក្នុងការព្យាបាលចាបាទយ៉ាងហោចណាស់ក៏ព្យាយាមអស់ពីលទ្ធភាពដែរត្រឹមត្រូវចាអញ្ចឹងបញ្ហាដំបៅជើងនេះគឺស្ថិតនៅក្នុងចំណោមផលវិបាកផ្សេងៗដោយសារតែបញ្ហាជំងឺទឹកនោមផ្អែមហើយក៏ជារឿងមួយដែលពិបាកទទួលយកដែរមានន័យចានៅពេលដែលយើងបាត់បង់អវយវៈណាមួយធ្លាប់តែអាចដើរបានប៉ុន្តែស្រាប់តែមានការកាត់ឡើងនៅដំបៅជើងដោយសារតែបាត់បង់នៅសរសៃវិញ្ញាណបាតជើងទៅធ្វើឲ្យមានបញ្ហាដំបៅជើងរ៉ាំរ៉ៃឈានទៅដល់ការកាត់ជើងដោយលោកវិជ្ជបណ្ឌិតបានលើកឡើងពីខាងដើមអញ្ចឹងអ្វីដែលជាផលឬក៏គេថាជះឥទ្ធិពលខ្លាំងទៅដល់សង្គមជាពិសេសទៅដល់គ្រួសារតែម្ដងព្រោះនេះខ្ញុំជឿជាក់ថានៅក្នុងគ្រួសារនីមួយៗសុទ្ធសឹងតែជាមានអ្នកចំហបាទត្រឹមត្រូវចាទោះបីជាកូនឈឺមែនប៉ុន្តែនៅពេលដែលឪពុកម្ដាយគាត់ព្យាយាមស្វែងរកថវិកាតាមរយៈការប្រកបរបរផ្សេងៗគាត់ចំណាយទៅលើការព្យាបាលក៏វាខាតបង់វាប៉ះពាល់ទៅដល់សង្គមគ្រួសារដែរនិយាយរួមគឺថែទាំសុខភាពទាំងអស់គ្នាទាំងអ្នកដែលគាត់អត់ទាន់មានបញ្ហាជំងឺទឹកនោមផ្អែម
យើងត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នាជាពិសេសការទទួលទានអាហារ ត្រឹមត្រូវ ដោយដែល ringtone ដែលក្រសួងសុខាភិបាលបានដាក់ចេញហ្នឹងស្ករតិចខ្លាញ់តិច បាទ អំបិលតិច ខ្ញុំគិតថាយោបល់ហ្នឹងគឺជាយោបល់ល្អព្រោះលើកស្ទួយការធ្វើរបបអាហារការហាត់ប្រាណការបង្ការទាំងដែលបញ្ហាហ្នឹងមិនទាន់ចេញរូបរាងហ្នឹងកន្លែងហ្នឹងគឺជាកន្លឹះ ចា៎ បាទ ប៉ុន្តែបើសិនជាយើងជាអត់ផុតយើងកើតមានហើយយើងក៏ត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា ត្រឹមត្រូវមានបញ្ហាកន្លែងណាដោះស្រាយកន្លែងហ្នឹង ចា៎ បាទ ដូចយើងខ្ញុំតែងតែលើកឡើងបើទោះបីជាបញ្ហាជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃប៉ុន្តែជំងឺមួយនេះអាចគ្រប់គ្រងបាន បាទ អាចគ្រប់គ្រងបានហើយអាចឲ្យអ្នកជំងឺរស់នៅជាមួយនឹងក្រុមគ្រួសារសាច់ញាតិមនុស្សជាទីស្រឡាញ់អស់មួយជីវិត ត្រឹមត្រូវ ចាអរគុណម្ដងទៀតសម្រាប់ការអញ្ជើញចូលរួមនៅក្នុងថ្ងៃនេះហើយបកស្រាយលម្អិតយ៉ាងក្បោះក្បាយតែម្ដងចា អរគុណ រៀងកាចបន្តិចយើងនៅតែនិយាយពាក្យថាកាចកាចនេះចង់សំដៅទៅលើពាក្យថាកាត់ជើង បាទ អាក្រក់ស្ដាប់រៀងគំរាមគួរឲ្យខ្លាចប៉ុន្តែបើយើងស្វែងយល់ឲ្យមែនតែនទៅគឺជារឿងមួយដ៏ល្អដែលបងប្អូនប្រជាពលរដ្ឋត្រូវតែចងចាំនិងអនុវត្តតាមឲ្យបានខ្ជាប់ខ្ជួនមានអ្វីមិនស្រួលជួបជាមួយនឹងគ្រូពេទ្យឯកទេសពិភាក្សាកុំទិញថ្នាំផ្ដេសផ្ដាសទទួលទានផ្ដេសផ្ដាសអូសពេលវេលាកាន់តែឆ្ងាយរហូតដល់មានការឈឺចាប់ខ្លាំងវាមិនអាចនឹងដោះស្រាយបានដោយងាយស្រួលនោះទេ ចាទស្សនិកជនជាទីគោរពនិងជាទីមេត្រីលោកនាងទៅនឹងបានទស្សនានៅកិច្ចសម្ភាសន៍រវាងខ្ញុំជាមួយនឹងលោកវិជ្ជបណ្ឌិតប៊ុនបងដែលជាវិជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែមក្រពេញអរម៉ូននៃមន្ទីរពេទ្យកាល់ម៉ែតដែលប្រធានបទនៅក្នុងថ្ងៃនេះយើងបានជជែកគ្នាច្រើនជាពិសេសលោកវិជ្ជបណ្ឌិតបានលើកឡើងអំពីសារសំខាន់ជាច្រើនដើម្បីចែករំលែកទៅកាន់បងប្អូនប្រជាពលរដ្ឋទាំងដែលអ្នកដែលគាត់មិនទាន់មានបញ្ហាជំងឺទឹកនោមផ្អែមក្តីអ្នកដែលគាត់មានបញ្ហាជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃប្រភេទទី1ប្រភេទទី2ទាមទារឲ្យមានការការពារឲ្យខាន់តែបានផងដែរសូមអរគុណសម្រាប់ការតាមដានទស្សនារបស់លោកអ្នកជួបគ្នានៅក្នុងឱកាសក្រោយជាមួយនឹងប្រធានបទថ្មីបន្ថែមទៀតខណៈនេះនាងខ្ញុំរួមនឹងលោកវិជ្ជបណ្ឌិតសូមអរគុណនិងសូមគោរពលា